ែលវាអ៊ីរ៉ង់ដោយរបៀបណាកូនធွာទាំងពីរបានប្រើយុទ្ធសាស្ត្រដ៏កំណាចមួយហៅថាវាពហុទិសក្នុងពេលតែមួយមានន័យថានាវាដឹកយន្តហោះកងនាវាពិឃាតមីស៊ីលនិងយន្តហោះចម្បាំងរបស់អាមេរិកត្រូវបានបាញ់ចេញពីកន្លែងខុសគ្នានឹងពេលវេលាផ្សេងគ្នាក៏ប៉ុន្តែកណនីពេលឲ្យគ្រប់អាវុធទាំងអស់បំបុកចំគោលដៅច្រើនក្នុងពេលតែមួយព្រឹកព្រលឹមថ្ងៃទី28ខែកុម្ភៈមកដល់អ៊ីស្រាអែលបំពេញតួនាទីចម្បងជាឃាតករសម្រាប់មេដឹកនាំកម្ពុជានិងកំទេចមជ្ឈមណ្ឌលបញ្ជាការរបស់អ៊ីរ៉ង់អាមេរិកជាមេខ្លោងបំផ្លាញគោលដៅធំចំនួន2គឺប្រព័ន្ធការពារដែនអាកាសមូលដ្ឋានបាញ់មីស៊ីលលើដីគោកនិងឧស្សាហកម្មយោធាដែលមានតម្លៃខ្ពស់រួមទាំងមីស៊ីលផ្លោងនិងទីតាំងនុយក្លេអ៊ែរផងមីស៊ីលហ្វូងដំបងហោះបំបុកតំបន់យុទ្ធសាស្ត្រសំខាន់នៅទីក្រុងតេរ៉ង់ជាពិសេសជុំវិញ University Street ជុំហូរីនិង Pasteur Street តំបន់នេះជាទម្រឆ្អឹងខ្នងជាសរសៃប្រសាទហើយក៏ជាទីបញ្ជាការប្រចាំថ្ងៃរបស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់ផងដែរពេលដែលតំបន់ទាំងនេះត្រូវបំផ្ទុះរំជួយដោយមីស៊ីលទីក្រុងគោមដែលជាមូលដ្ឋានបាញ់បង្ហោះមីស៊ីលក៏ត្រូវកំទេចដំណើរគ្នាដែរបន្ទាប់មកគឺអ៊ីស្វ៉ាហាន់ដែលជាមជ្ឈមណ្ឌលសំខាន់នៃកម្មវិធីនុយក្លេអ៊ែរនិងដ្រូនត្រូវបានវាយប្រហារយ៉ាងខ្លាំងបើទោះបីជាមានប្រព័ន្ធការពារខ្ពស់យ៉ាងណាក៏ដោយតើការវាយប្រហារនេះអាចធ្វើទៅបានយ៉ាងដូចម្តេចក្រឡេកមើលផែនទីនេះអាមេរិកបានយកមូលដ្ឋានអាកាសអណ្ដែតទឹកចំនួន2គ្រឿងមកដល់មាត់ទ្វារអ៊ីរ៉ង់តែម្ដងនៅច្រកសមុទ្រអារ៉ាប់នាវាផ្ទុកយន្តហោះ USS Abraham Lincoln និងកងនាវាចម្បាំងជាច្រើនគ្រឿងដែលអមដំណើរបណ្ដែតខ្លួនចំភាគខាងត្បូងនិងភាគខាងកើតនៃទ្វារផ្ទះអ៊ីរ៉ង់នៅច្រកសមុទ្រមេឌីតេរ៉ាណេនាវាផ្ទុកយន្តហោះធំបំផុតលើផែនដី USS Gerald R. Ford ត្រៀមតែបញ្ចេញរិទ្ធបង្កើតជាអវាយប្រហារពីពីរទិសផ្សេងគ្នាក្នុងពេលតែមួយយន្តហោះចម្បាំងអ៊ីស្រាអែលបានហោះចូលទៅដែនអាកាសអ៊ីរ៉ង់ដោយឆ្លងកាត់ស៊ីរីនិងអ៊ីរ៉ាក់ចំណែកយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកត្រូវហោះកាត់ហ្សូដានីស៊ីរីនិងអ៊ីរ៉ាក់ការគណនាពេលវេលានិងការសម្របសម្រួលគឺជាចំណុចស្លាប់រស់នៅត្រង់នេះនៅពេលដែលយន្តហោះអ៊ីស្រាអែលទៅដល់គោលដៅវាយប្រហារដែលបានកំណត់ទុកមីស៊ីលពីនាវាផ្ទុកយន្តហោះពីនាវាមួយទឹកនិងពីយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកដែលបាញ់ចេញពីទីតាំងផ្សេងគ្នាត្រូវតែទៅដល់គោលដៅខុសៗគ្នាតែត្រូវតែក្នុងពេលដំណើរគ្នាសម្លេងផ្ទុះលាន់ក៏ក្រៅទីក្រុងការ៉ាស់តេរ៉ង់គោមកាម៉ាសាន់និងអ៊ីស្វ៉ាហាន់ក្នុងវិនាទីតែមួយជាមួយនឹងការទម្លាក់គ្រាប់បែករបស់យន្តហោះអ៊ីស្រាអែលដែលបង្ហាញថាការគណនារបស់ប្រតិបត្តិការតោក្រហឹមគឺឥតលំអៀងទាល់តែសោះក៏ប៉ុន្តែមានសំណួរមួយហើយអ្វីប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ហាក់ជួយអ្វីមិនបានចម្លើយគឺប្រព័ន្ធទាំងអស់នោះត្រូវអាមេរិកខ្វេះភ្នែកចោលអស់ទៅហើយអាមេរិកបានប្រើសង្គ្រាមអេឡិចត្រូនិកនិងប្រតិបត្តិការ Cyber ដែលសម្របសម្រួលពីលើអាកាសទៅដីបញ្ជូនទិន្នន័យคล้ายៗចូលរ៉ាដារបស់អ៊ីរ៉ង់ប្រព័ន្ធការពារដែនអាកាសដែលអ៊ីរ៉ង់ផលិតដោយខ្លួនឯងនិង S300 S400 ដែលទិញពីរុស្ស៊ីត្រូវអាមេរិកធ្វើឲ្យវង្វេងវង្វាន់ដោយការបាញ់បង្ហោះដ្រូនតូចៗចំនួន160គ្រឿងនៅក្នុងអេក្រង់រ៉ាដារបស់អ៊ីរ៉ង់ដ្រូននេះបានប្រែក្លាយទៅជាយន្តហោះចម្បាំង F15 និង F16 បង្កភាពច្របូកច្របល់ទៅដល់ប្រតិបត្តិការការពារដែនអាកាសហើយបើកចំហជើងមេឃឲ្យយន្តហោះចម្បាំងពិតប្រាកដគឺយន្តហោះបបាំងកាយ F35 របស់អាមេរិកនិងអ៊ីស្រាអែលនិង F22 Raptor ផងចូលលុកលុយសម្ដៅរោគជំរកលាក់ខ្លួនរបស់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់នៅឈូងសមុទ្រពាក់និងសមុទ្រអារ៉ាប់ភាគខាងជើងឯនៅវិញនាវាពិឃាត Aliberg នាវា USS Thomas Hunters ទទួលបានបញ្ជាបាញ់បង្ហោះមីស៊ីលពីរុនបញ្ឈររាប់សិបគ្រាប់ដំណើរគ្នាចូលទៅគោលដៅជាង500នៅទូទាំងប្រទេសអ៊ីរ៉ង់ដែលបានកំណត់ទុកជាមុនយន្តហោះទម្លាក់គ្រាប់បែក B2 Spirit របស់អាមេរិកបានវាយគោលដៅក្រោមដី F15E Strike Eagle បានវាយប្រហារគោលដៅចល័តដូចជារថយន្តបាញ់មីស៊ីលនិងមជ្ឈមណ្ឌលបញ្ជាការបន្តបន្សំរបស់អ៊ីរ៉ង់យន្តហោះ FA-18 Super Hornet ហោះស្ទុយចេញពីនាវាផ្ទុកយន្តហោះបាញ់មីស៊ីលបំផ្លាញប្រព័ន្ធរ៉ាដាដែលនៅសេសសល់ខណៈដែលយន្តហោះព្រមានបានសម្របសម្រួលចរាចរណ៍យន្តហោះរាប់រយគ្រឿងក្នុងពេលដំណើរគ្នាទីបំផុតអ៊ីរ៉ង់ប្រកាសមេដឹកនាំកម្ពុជារបស់ខ្លួនលោកអាយ៉ាតូឡាខាមេនីនិងមន្ត្រីកម្ពុជាចំណិតចំនួន7នាក់ទៀតដែលជាក្បាលម៉ាស៊ីនបញ្ជាការត្រូវបានសម្លាប់ទាំងអស់ពលរដ្ឋអ៊ីរ៉ង់រាប់រយនាក់បានបាត់បង់ជីវិតក៏ប៉ុន្តែសង្គ្រាមមិនបញ្ចប់ត្រឹមនឹងទេហើយការវាយតបសងសឹកនៅតែបន្តដោយផ្ដោតទៅលើមូលដ្ឋានយោធារបស់អាមេរិកនៅប្រចាំបូព៌ានិងកំពុងទាញសម្ព័ន្ធមិត្តអាមេរិករួមទាំងអារ៉ាប៊ីសាអូឌីផងឲ្យចូលវាយបតើសង្គ្រាមនេះនឹងត្រូវបញ្ចប់ដោយរបៀបណា